ចាសួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរនឹងខ្ញុំមានមុខម្ហូបស្ងោរត្រឡាចជាមួយនឹងការ៉ុតចាអញ្ចឹងនឹងខ្ញុំចាប់ដើមចាត់ជាមួយនឹងការ៉ុតចាចាត់ជាដុំតូចចាហើយនឹងត្រឡាចរបស់យើងផងដែរចាសម្រាប់ត្រឡាចនឹងខ្ញុំដាក់ចំនួន2ផ្លែចាអញ្ចឹងគឺនឹងខ្ញុំចាត់បែបនេះហ៎បងប្អូនជាដុំល្មមតូចល្មមចានឹងខ្ញុំចាប់ដើមចាត់រហូតដល់តែអស់ចាអញ្ចឹងគឺឃើញថាបន្លែរបស់យើងនឹងខ្ញុំបានចាត់រួចរាល់ហើយអញ្ចឹងនឹងខ្ញុំដាក់ឆ្នាំងដាំទឹកចាឃើញថាទឹករបស់យើងក៏បានពុះផងដែរខ្ញុំបង់ជាមួយនឹងខ្ទឹមសយើងណាបងប្អូនចាហើយនឹងខ្ញុំដាក់ជាមួយនឹងសាច់ជ្រូកចិញ្ច្រាំបងប្អូនចាដាក់សាច់ជ្រូកចូលចាហើយនឹងខ្ញុំមានបន្ថែមជាមួយនឹងគ្រឿងដូចជាម្សៅស៊ុបអំបិលទឹកត្រីចាហើយនឹងខ្ញុំក៏បានក្របទុកមួយសន្ទុះណាបងប្អូនដើម្បីសាច់របស់យើងឆ្អិនផងដែរចាឃើញថាសាច់របស់យើងរៀងឆ្អិនហើយនឹងខ្ញុំបន្ថែមជាមួយនឹងហាយប៊ីយឺហ៊ឺបងប្អូនដើម្បីស្ងោររបស់យើងនឹងកាន់តែមានជារសឈ្ងុយឆ្ងាញ់ចាអញ្ចឹងបន្ទាប់មកនេះខ្ញុំដាក់ជាមួយនឹងការ៉ុតដាក់បន្លែរបស់យើងចូលអញ្ចឹងខ្ញុំដាក់ការ៉ុតមុនណាបងប្អូនចាហើយនឹងខ្ញុំបន្ថែមជាមួយនឹងរ៉ូឌីចូលបន្ថែមទៀតក្របទុកមួយសន្ទុះហើយនឹងខ្ញុំដាក់ត្រឡាចចូលបងប្អូនចានឹងខ្ញុំកូរចុះគូឡើងបន្តិចចាហើយក្របទុកមួយសន្ទុះដូចគ្នាដែរអញ្ចឹងមើលឃើញថាស្ងោររបស់យើងនឹងក៏ចាប់ផ្ដើមឆ្អិនហើយដែរបងប្អូនអញ្ចឹងចុងក្រោយនឹងខ្ញុំបង់ជាមួយនឹងខ្ទឹមនិងគល់ខ្ទឹមស